បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបញ្ញាបតចុងថ្ងៃនេះគឺខ្ញុំនឹងធ្វើការថតពីការទិញសម្ភារៈសំណង់ក៏ដូចជាតែប៉ុន្តែសម្ភារៈឡានបាទប៉ុន្តែខ្ញុំចង់បង្ហាញថាតើការលក់សម្ភារៈសំណង់នៅអាមេរិកធ្វើផ្ទះធ្វើឡានហ្នឹងគឺគេលក់នៅរបៀបម៉េចចឹងទៅថ្ងៃនេះគឺខ្ញុំមានកម្រងទៅ3-4ហាងដែរដែលខ្ញុំនឹងថតជូនពុកម៉ែបងប្អូនមើលហើយឥឡូវគឺខ្ញុំមកដល់ហាងទី1គឺ Harbor Freight ដែលខ្ញុំធ្វើការទិញ wrench tool torque wrench បាទគឺដើម្បីប្រាប់ឧបករណ៍មូលនៅពេលដែលដូរ Payson Land អញ្ចឹងទៅថ្ងៃនេះក៏ខ្ញុំនឹងទិញ Payson Land ផងដែរហើយក៏ធ្វើការដោះដូរខ្លួនឯងផងដែរតែវីដេអូនេះគឺខ្ញុំថតពីទស្សនីយភាពនៅអាមេរិកក៏ដូចជាហាងគេលក់អីខ្លះអីចឹងទៅបាទថាតើខុសពីស្រុកខ្មែរមិនអញ្ចឹងទៅថ្ងៃនេះក៏តំណែងពីការសិក្សាក៏ឆ្លៀតថតជូនពុកម៉ែបងប្អូនមើលអញ្ចឹងឥឡូវចូលទៅមើលក្នុងទាំងអស់គ្នាអូខេម៉ែបងប្អូនឥឡូវមកដល់ហាងទី1 Harbor Freight បាទឥឡូវគឺពេលថ្ងៃត្រង់បាទគឺខ្ញុំស្ងាត់មកនេះដែរណាមួយតំបន់ខ្ញុំខ្លួននៅគឺជាងអត់សូវជាមនុស្សច្រើនទេបាទឥឡូវចូលទៅក្នុងហាងអ្នកនរគ្នា Excuse me sir do you have a torque wrench like a torque wrench Yeah, they're gonna be in between aisle 8 and 9 on the end cap right there. Thank you Yeah. បាទបងប្អូនឥឡូវគឺខ្ញុំរកឃើញហើយឧបករណ៍នេះប៉ុន្តែគឺខ្ញុំកំពុងតែឆែកសិនថាតើវាត្រូវ spec ជាមួយដែលខ្ញុំចង់បានអត់ខ្លាចតែទិញទៅប្រើកើតប៉ុន្តែនៅនេះបើទិញប្រើកើតក៏យើង return ទៅបានបាទបងប្អូននេះកន្លែងលក់គ្រឿងសោផ្សេងបាទខ្ញុំស្អីហើយអត់ស្អីដឹងឈ្មោះទេប៉ុន្តែនេះគេហៅ ratchet សម្រាប់មូលខ្ចៅទល់វាចេញពីឡានអញ្ចឹងខ្ញុំយកនេះមួយទៀតពីទុកធ្វើឡានបាទបងប្អូនឥឡូវគឺខ្ញុំមកដល់ផ្សារ Home Depot ទេ Home Depot បាទខ្មែរគឺនៅអាមេរិកបាទអញ្ចឹងទៅផ្សារនេះគឺធំមែនតើគេមានលក់ជាមួយនឹងនិយាយទៅគ្រឿងសំណង់គ្រឿងឡានគ្រឿងសួនច្បារទូទៅហ្មងនិយាយទៅអ្វីដែលយើងត្រូវការនៅផ្ទះគឺ Home Depot គឺមានទាំងអស់បាទដូចសួស្ដីឡើយខ្ញុំឆ្លងផ្លូវសិនបាទមានឆ្កែអាំងសាច់ barbecue អីចឹងទៅហើយតែខ្ញុំថតនៅក្នុងទៅមើលបាទនេះគឺទស្សនវិជ្ជានៅខាងក្រៅនៅថោនខ្ញុំគឺតូចដែរទៅពេលចឹងមនុស្សប៉ុណ្ណាគឺអាចថាច្រើនគួរសមដែរយើងទៅរត់ផ្សេងៗគឺសម្បូរមនុស្សជាងនេះទៀតសម្ភារៈកសិកម្មវិញគឺនៅនេះមានអត់បាទចឹងជាមួយខ្ញុំទៅទិញប្រាប់ធំផេងឡានទៅមើលសិនហើយជាមួយទិញអីទៀតចូលមកដល់ក្នុងនេះហើយផ្សារនេះគឺនៅស្រុកខ្មែរគឺមានផ្សារបែបអញ្ចឹងដែរបាទប៉ុន្តែនេះគឺ Home Depot គឺរបស់អាមេរិកបាទឈូដែលយើងអាចធ្វើផ្ទះធ្វើឡានធ្វើអីបាទឈើបាទហើយគេក៏មានជាមួយនឹងគ្រឿងអេឡិចត្រូនិកដូចជាទូរទស្សន៍ចង្ក្រានម៉ាស៊ីនបោកខោអាវហើយអ្វីដែលខ្ញុំសង្កេតឃើញនៅអាមេរិកគឺនៅស្រុកនេះ ភាគច្រើន accessory decor ផ្ទះអញ្ចឹងគឺគេធ្វើឲ្យហើយស្រាប់បាទបើនៅស្រុកខ្មែរគឺត្រូវការ decor ហើយតែខ្ញុំគិតថា decor គេស្អាតជាងដោយសារនៅពេលដែលយើង decor ផ្ទះទៅគឺយើងអាចវាស់វែងហើយត្រូវជាមួយស្តង់ដារអញ្ចឹងយើងព្រោះផ្ទះនីមួយៗគឺមានប្រវែងបណ្ដោយផ្សេងៗគ្នាបាទពេលអញ្ចឹងទៅគឺបើយើង decor គឺ fit ជាងតែនេះគឺគេចូលចិត្តរបស់ស្រួលបាទស្រាប់អញ្ចឹងទៅមួយយ៉ាងដែរទិញមកយកដាក់ចូលមកយ៉ាតែបើខ្ញុំចូលចិត្ត decor ជាងបាទសារយើងវាស់វែងតាមអ្វីដែលយើងចង់បានសាច់ឈើណាមានប្រភេទក្រូនឹងក្រូឬអីទៀត
Formica បាទសម្រាប់បិទជាងបិទតុបិទទ្វារផ្សេងលក្ខណៈបងប្អូននៅនេះតាមពិតមានលោកភ័យម៉ាស៊ីនឡានដែរបាទម៉ាក Mobile ខ្ញុំហៅទិញដែរមកបងថាទៅទិញនៅកន្លែងមួយទៀតប៉ុន្តែឥឡូវគិតមើលសិនថាគួរយកពីនៅនេះគឺមកទៅទិញកន្លែងមួយទៀតហើយនេះគឺជាផ្នែកកន្លែងលក់ហើយគឺ related to land បាទគេខ្ញុំហៅឃើញហើយបាទសម្រាប់ថងប្រេងអត់ល្អបាទយកនឹងមួយបងប្អូនឥឡូវខ្ញុំស្វែងចិត្តថាយកនេះ BMW3 gasoline engine បាទហើយឡានខ្ញុំត្រូវការ6លីត្រជាងអញ្ចឹងទៅខ្ញុំត្រូវការថែមអូខេថែម2កណ្ដុងនេះទៀតបាទបងប្អូនឥឡូវគឺខ្ញុំមកដល់ Toyota dealership ហើយ pick spare part ហើយខាងក្រោយខ្នងខ្ញុំនេះគឺជាកន្លែងបាទលក់ឡានហ្មងបាទរបស់ Toyota ហើយមុខនេះមាន Nissan អីយ៉ាងទៅខ្ញុំ I always get excited ពេលតែមកឃើញក្រាស់ឡានម្ដងបាទហើយមុនហ្នឹងគឺខ្ញុំចូលខុសកន្លែងមានខាងបុគ្គលិកគាត់ឲ្យខ្ញុំចូលតែពីកន្លែងគេធ្វើឡានមកវិញបាទពីខាង garage មកវិញយ៉ាពួកគាត់ friendly ហើយឡាន Toyota សើឡានបុគ្គលិកអីទេមើលទៅហើយខ្ញុំបាន all filter បាទគឺ fun fact ជាទូទៅគឺ Toyota ហើយ Lexus គឺឡានតែមួយបាទចាំមិនថា Lexus គឺជា brand របស់ Toyota ហើយគឺ Lexus ប្រើគ្រឿងជាមួយនឹង Toyota បាទដូច filter អញ្ចឹងខ្ញុំឃើញតម្រង់ប្រេងឡាន Lexus ថ្មីក៏គេប្រើជាមួយនឹង brand Toyota ផងដែរបាទដូច 025 ហ្នឹងហើយឡានខ្ញុំក៏ប្រើតម្រង់ Toyota ត្រូវដែរ so yeah ចឹងឥឡូវទៅផ្ទះវិញហើយចាំមើលមានអីថតទេចាំខ្ញុំថតហើយនេះទស្សនភាពនៅក្រាស់ឡានបាទ dealership បាទកន្លែងគេលាងឡានសមាធិហ្នឹងទៅចាំមើលមានអីថតចាំខ្ញុំថតឲ្យទៀតបាទបងប្អូនឥឡូវគឺខ្ញុំទិញបានរបស់ខ្លះនេះគឺជា pay machine ទិញចូលចិន6លីត្រ7លីត្រហើយនេះតម្រង់ pay machine ខ្ញុំទិញមកពី Toyota វ៉ែនតាពេលប្រាប់ដោះអានេះ ratchet ហើយនេះ torque range ទុកវាស់ហើយហិតខ្ចៅហិតខ្យងឡើងវិញបាទហើយនេះធុងប្រេងសាំងទុកបហូរប្រេងហើយយកទៅបោះចោលឲ្យបានត្រឹមត្រូវយ៉ាអញ្ចឹងមានតែប៉ុណ្្នឹងទេហើយនេះគឺជា vlog តិចតួចនៅអាមេរិកសកម្មភាពដែលខ្ញុំទិញសម្ភារៈឡានដើម្បីធ្វើឡានហើយវីដេអូគឺអត់មានអីទេគ្រាន់តែខ្ញុំចាប់ដើមហ៊ានដូរភេងម៉ាស៊ីនខ្លួនឯងបាទគឺ first time ហើយចាំមើលសិនថាតើខ្ញុំអាចថតវីដេអូមានពេលថតវីដេអូអត់ហើយបើសិនជាពុកម៉ែបងប្អូនចង់មើលវីដេអូប្រភេទមួយនៅអាមេរិកទៀតគឺខ្ញុំអាចថតបានបាទហើយ comment down below គឺខ្ញុំនឹងព្យាយាមថតបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាពុកម៉ែបងប្អូនចូលចិត្តហើយជំរាបលាទាំងអស់គ្នាបាទសូមអរគុណ